ជំរាបសួរខ្ញុំបានឈ្មោះផលសុភ័ក្រខ្ញុំជាអតីតសិស្សមកពីវិទ្យាល័យហ៊ុនសែនចាស់ថ្មីហើយបច្ចុប្បន្នខ្ញុំជានិស្សិតឆ្នាំទី2ជំនាញគ្រប់គ្រងនៃសាកលវិទ្យាល័យ UME ខេត្តកំពង់ចាមខ្ញុំបានទទួលអាហារូបករណ៍នៃសាកលវិទ្យាល័យ UME ខេត្តកំពង់ចាម 50% រយៈពេល4ឆ្នាំប្រកាសណាស់ UME ផ្ដល់អាហារូបករណ៍រយៈពេល4ឆ្នាំដោយមិនមានការឡើងថ្លៃការសិក្សាឡើយជំរាបសួរនាងខ្ញុំឈ្មោះប៉ៅរតនាជាអតីតសិស្សនៃវិទ្យាល័យដេដោះហើយសប្តាហ៍ថ្ងៃគឺខ្ញុំជានិស្សិតឆ្នាំទី2រៀនជំនាញគ្រប់គ្រងនៃសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចសាខាខេត្តកំពង់ចាមហើយនាងខ្ញុំទទួលបានអាហារូបករណ៍ 50% ចាប់ពីឆ្នាំទី1រហូតដល់ឆ្នាំទី4ហើយអាហារូបករណ៍គឺអត់មានការប្រែប្រួលទេរហូតដល់ខ្ញុំបញ្ចប់ការសិក្សាសូមគោរពជំរាបសួរនាងខ្ញុំឈ្មោះរិទ្ធិបឌីវិយាជាអតីតសិស្សនៃសាលាវិទ្យាល័យហ៊ុនសែនពាមជាលៀងបច្ចុប្បន្ននាងខ្ញុំសិក្សាជំនាញច្បាប់ឆ្នាំទី2នៃសាកលវិទ្យាល័យ UME កំពង់ចាមនាងខ្ញុំទទួលបានអាហារូបករណ៍ 100% ពីសាកលវិទ្យាល័យ UME កំពង់ចាមសិក្សាបន្តបរិញ្ញាបត្ររយៈពេល4ឆ្នាំនៅខាងសាកលវិទ្យាល័យ UME កំពង់ចាមមិនមានការឡើងថ្លៃទៅលើការសិក្សាឡើយពីឆ្នាំទី1រហូតដល់ឆ្នាំទី4មួយចប់កម្មវិធីសិក្សាជំរាបសួរខ្ញុំបាទឈ្មោះធឿនពេក្ដីជាអតីតសិស្សនៃវិទ្យាល័យបរិញ្ញាបត្រហ៊ុនសែនវិមុតបច្ចុប្បន្នខ្ញុំជានិស្សិតឆ្នាំទី4ផ្នែកច្បាប់នៃសាកលវិទ្យាល័យគ្រប់គ្រងសេដ្ឋកិច្ច UME កំពង់ចាមហើយខ្ញុំបាទទទួលបានអាហារូបករណ៍ 50% ពីសាកលវិទ្យាល័យហើយអាហារូបករណ៍មិនមានការប្រែប្រួលនោះទេសូមគោរពជំរាបសួរនាងខ្ញុំឈ្មោះខ្នាងយ៉ងស៊ីជាអតីតសិស្សនៅវិទ្យាល័យហ៊ុនសែនពីកោសនាបច្ចុប្បន្ននាងខ្ញុំជានិស្សិតឆ្នាំទី2សិក្សាជំនាញគណនេយ្យនៃសាកលវិទ្យាល័យ UME កំពង់ចាមហើយនាងខ្ញុំទទួលបានអាហារូបករណ៍ 45% ពីសាកលវិទ្យាល័យពិតប្រាកដមែនដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររងរយៈពេល2ឆ្នាំដោយមិនមានការឡើងថ្លៃឬប្រែប្រួលអាហារូបករណ៍ឡើយជំរាបសួរអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះឌីលីហួងជាអតីតសិស្សនៅវិទ្យាល័យសម្ដេចជូណាតបច្ចុប្បន្នជានិស្សិតនៅសាកលវិទ្យាល័យ UME រៀនឯកទេសខាងអក្សរសាស្ត្រខ្មែរឆ្នាំទី2នៅពេលដែលខ្ញុំមកបន្តការសិក្សានៅសាកលវិទ្យាល័យ UME សាកលវិទ្យាល័យ UME បានផ្ដល់អាហារូបករណ៍ឲ្យខ្ញុំ 60% ដោយមិនមានការប្រែប្រួលអាហារូបករណ៍អ្វីឡើយរយៈពេល4ឆ្នាំពេញសូមគោរពជំរាបសួរនាងខ្ញុំឈ្មោះចំមហៀងជាអតីតសិស្សនៃវិទ្យាល័យសម្ដេចក្រមព្រះមហារាជបច្ចុប្បន្ននាងខ្ញុំជានិស្សិតឆ្នាំទី2រៀនជំនាញច្បាប់នៅសាកលវិទ្យាល័យ UME កំពង់ចាមនាងខ្ញុំទទួលបានអាហារូបករណ៍ 55% ពីសាកលវិទ្យាល័យ UME ដើម្បីបន្តថ្នាក់បរិញ្ញាបត្ររងរយៈពេល2ឆ្នាំពិតប្រាកដ UME កំពង់ចាមបានផ្ដល់អាហារូបករណ៍ដែលមិនមានការឡើងថ្លៃឬក៏ប្រែប្រួលតម្លៃឡើយចាប់ពីឆ្នាំទី1ដល់ឆ្នាំទី2ឬមួយចប់ការសិក្សាជាចុងក្រោយនាងខ្ញុំសូមផ្ដាំផ្ញើទៅកាន់សាធារណជនជាពិសេសបងប្អូនទី12ដែលទើបប្រឡងមធ្យមសិក្សាទុតិយភូមិថ្មីនេះរួចរាល់មកដាក់ពាក្យស្នើសុំអាហារូបករណ៍ពិសេសពីខាងសាកលវិទ្យាល័យដែលបានផ្ដល់ឲ្យសូមអរគុណ